តោះនៅទាំងអស់គ្នាលើនឹងយើងដល់ពេលវេលាមកទស្សនារឿងដើមមេរបស់យើងភាគបន្តទៀតហើយពិតជាអរគុណខ្លាំងមែនទែនសម្រាប់ការគាំទ្រវីដេអូរបស់ admin ហើយក៏អរគុណផងដែរសម្រាប់ការទស្សនានៅលើ website ប្រៀបដូចជាការ donate ឲ្យ admin ចឹងតោះឥឡូវនេះយើងចូលមកកាន់ភាគបន្តនៅរឿងដើមមេរបស់យើងបន្តទៀតមកទៅឥឡូវនេះប្លង់របស់យើងក៏កាត់មកខាងសន្តាគារវិញយើងឃើញប៊ីយល់ជាមួយនឹងអ៊ុនស៊ឺកំពុងតែរត់ចូលមកយ៉ាងប្រញាប់ប្រញាល់ដោយប៊ីយល់នាងប្រាប់ឲ្យរីសឹបតាក់ទងទៅខាងក្រុមសន្តិសុខឲ្យនាងជាបន្ទាន់រីសឹបនោះគាត់ពិតជាឆ្ងល់ខ្លាំងមែនទែនប៉ុន្តែក៏ប្រាប់ឲ្យនាងចាំមកផ្លែសិនចំណែកឯអ៊ុនស៊ឺនាងក៏ទៅទូរស័ព្ទដែរថានេះគឺជាពលបឯកសូននស៊ឺមកពីកងពលលេខ104កងរចនាតុយលេខ4មានស្ថានភាពជាបន្ទាន់នៅរីសតសុកឈោដែលស្ថិតនៅក្រោមចំណងកងពលលេខ104ប៉ុន្មានហើយមានប្រភេទសត្វបិសាចដែលសន្និដ្ឋានបានថាពួកវាគឺជាប្រភេទត្រីឆ្លាមក្រហមពួកវាបានលេចឡើងមកនឹងស្នើឲ្យខាងរីសតជំនះមនុស្សចិនជាបន្ទាន់ចំណែកឯពលបឯកគីមានជុនដែលមកពីកងពលលេខ104កំពុងតែប្រយុទ្ធជាមួយនឹងពួកវាហើយលើនេះប្លង់របស់យើងក៏កាត់មកខាងមានជុនកំពុងតែហែទឹកទៅមើលស្ថានភាពវិញដែលគេបានប្រាប់ថាប្រសិនបើត្រីឆ្លាមក្រហមទាំងអស់នោះវាញាំមកព្រមគ្នាវានឹងមិនអាចទៅរួចទេនៅក្នុងការសម្លាប់ពួកវាទាំងអស់គ្រាន់តែរឿងហ្នឹងវាគឺជាបញ្ហាទៅហើយប៉ុន្តែវាក៏មានបញ្ហាធំជាងនេះទៅទៀតគឺមិនត្រឹមតែកម្ដៅនៅក្នុងខ្លួនរបស់ពួកវាខ្លាំងប៉ុណ្ណោះទេតែមទាំងរាងកាយរបស់ពួកវាមិនស្ថិតស្ថេរទៀតផងការរំជួយពីការញ័ររបស់ត្រីរាប់រយក្បាលនេះអាចបង្កឲ្យមានការផ្ទុះយ៉ាងសាហាវតាមពិតទៅសុទ្ធរបស់ពួកវាត្រូវបានគេយកធ្វើជាអាវុធនៅឯចតុភពពីយ៉ាតវានឹងក្លាយទៅជាការងាយស្រួលប្រសិនបើការផ្ទុះនោះកុំតិចសុទ្ធទាំងអស់នោះចោលប៉ុន្តែតើពួកវាគឺជាសត្វដែលមានជីវិតមែនទេបញ្ហាសំខាន់នៃការផ្ទុះប្រសិនបើវាខ្លាំងដល់ថ្នាក់រាលដាលដល់រីសតប៉ុន្មានហើយឥឡូវនេះមានជនបានមកដល់កន្លែងដែលហាន់យ៉ុងជាមួយនឹងខ្វាំងសេកត្រូវបានពួកត្រីក្រហមនោះវាប្រហារមុននឹងចូលទៅដល់សុទ្ធរបស់វាក៏មានការយាមកាមយ៉ាងតឹងរ៉ឹងផងដែរអញ្ចឹងហើយមានជនក៏យកមកចោះទៅមើលអ្វីដែលគេបានឃើញនោះគឺមានពងជាច្រើននៅក្រោមទឹកហើយការគិតរបស់គេគឺពិតជាត្រូវ 100% រួចមានជនក៏និយាយថាខ្ញុំអាចមានអារម្មណ៍ដឹងអំពីកម្ដៅពួកវានៅទីនេះខ្ញុំមិនដឹងថាពួកវានឹងញាស់នៅពេលណានោះទេប៉ុន្តែនៅពេលនេះយើងមិនមានពេលបង្អន់យូរឡើយប៉ុន្តែមើលទៅពួកវាហាក់បីដូចជាមិនព្រមប្រឡែងខ្ញុំងាយៗសោះមេរបស់ត្រីឆ្លាមក្រហមរៀបនឹងត្រៀមវាយប្រហារទៅកាន់មានជនហើយមានជនក៏ប្រើប្រាស់នៅសមត្ថភាពដាប់មេរបស់គាត់ត្រៀមវាយប្រហារទៅកាន់ពួកវាផងដែរប៉ុន្តែការប្រើជំនាញ corruption របស់គាត់គឺវាមិនមានប្រយោជន៍នោះទេនៅក្រោមទឹកសូម្បីតែការវាយប្រហារដោយប្រើប្រាស់នៅកម្លាំងបាយក៏វាថយចុះនៅប្រសិទ្ធភាពផងដែរហើយម្យ៉ាងវិញទៀតពួកវាពិតជាមានភាពរហ័សរហួនខ្លាំងណាស់ប៉ុន្តែខ្ញុំក៏មិនមានជំរឿហើយមានជនក៏បានប្រើប្រាស់នៅជំនាញរបស់គាត់មួយដែលមានឈ្មោះថាជំនាញនៃលបឿននៅពេលដែលគាត់ប្រើវាគឺបង្កើននៅចលនារបស់គាត់យ៉ាងខ្លាំងប៉ុន្តែបន្ថយនៅការការពារបន្ថយនៅកម្លាំងកាយដែលមានជនគាត់បានគិតទៀតថាតើពួកឯងទាំងអស់នេះចង់ការពារពងរបស់ឯងតើមែនទេអញ្ចឹងអញ្ជើញចូលមកខាំខ្ញុំមកកុំនៅហែកទឹកវល់ជុំវិញខ្ញុំអីខ្ញុំនឹងហែកពួកឯងជាបំណាច់អំណាចឲ្យតែថ្មិញពួកឯងប៉ះជាមួយនឹងខ្លួនរបស់ខ្ញុំប៉ុន្តែអ្វីដែលសំខាន់គឺត្រីឆ្លាមក្រហមនោះមិនអាចខាំមានជនទាន់ឡើយអញ្ចឹងហើយវាក៏បានប្រើប្រាស់អាវុធសម្ងាត់របស់វាបាញ់ទៅលើមានជនដែលធ្វើឲ្យមានជននៅពេលនោះមើលនឹងកិច្ចសឹងតែមិនទាន់ដែលមានជនគាត់ឆ្ងល់ថាតើនោះគឺជាស្អីហើយអ្វីដែលវាបានបាញ់ទៅលើមានជននោះដូចជាអាវុធសម្ងាត់អញ្ចឹងប៉ុន្តែវាគឺជាថ្មិញដែលអាចបាញ់បានហើយបញ្ចេញមកជាបន្តបន្ទាប់មិនត្រឹមតែប៉ុណ្ណោះថែមចេញច្រើនទៀតផងបាញ់សម្រុកទៅលើមានជនយកតែម្ដងហើយអ្វីដែលធ្វើឲ្យមានជនកាន់តែពិបាកទៀតនោះគឺគាត់នៅក្នុងទឹកធម្មតាមនុស្សតែងតែត្រូវការដកដង្ហើមដូច្នេះហើយមិនអាចនៅក្នុងទឹកយូរនោះទេមានជនបានត្រឹមតែកិច្ចអំពីអាវុធសម្ងាត់របស់ពួកវាមិនអាចវាយប្រហារតបតទៅកាន់ពួកវាវិញនោះទេក្រោយមកគាត់ក៏ងើបពីទឹកឡើងដើម្បីយកខ្យល់ដកដង្ហើមសិនចំណែកឯត្រីទាំងពីរក្បាលនោះពិតជាធ្វើឲ្យមានជនខឹងខ្លាំងមែនទែនប៉ុន្តែកាន់តែសប្បាយទៀតនោះយើងឃើញបង្គូនៅទីនោះដែលធ្វើឲ្យមានជននៅពេលនោះគាត់ភ្ញាក់ព្រឺតមកមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងឈរនៅលើថ្មបានយ៉ាងសង្ហាមានជនក៏បានចោទសួរទៅកាន់បង្គូថាស្អីគេនឹងតើឯងកំពុងតែធ្វើស្អីគេនៅទីនេះរួចហើយបង្គូគេនិយាយទៅកាន់មានជនទាំងក្លាហានថាឲ្យខ្ញុំដេកផ្ទះស្ងៀមបានយ៉ាងម៉េចបើលោកម្ចាស់កំពុងតែជួបគ្រោះថ្នាក់បែបហ្នឹងចឹងហើយមានជនក៏សួរទៀតប៉ុន្តែហេតុអ្វីបានជាឲ្យដឹងថាយើងមានគ្រោះថ្នាក់ឬមួយក៏បង្គូក៏កសោយនិងឆ្លើយថាបាទរូបពេជ្រនោះផងដែរយើងក៏បានឃើញក្បាលលំពែងមួយដ៏ស្រួចថ្លាមដែលវាត្រូវបានចេញអំពីសូយុនសូម្បីតែសូយុនក៏នាងនៅទីនោះផងដែរនាងក៏បានកាន់លំពែងមួយនោះហក់ចុះទៅក្នុងទឹកភ្លាមហើយបង្គូក៏បាននិយាយប្រាប់ទៅកាន់មានជនថាសូមទុកត្រីឆ្លាមក្រហមនេះឲ្យពួកយើងគឺជាអ្នកចាត់ការសូមលោកម្ចាស់ប្រញាប់ចាកចេញពីទីនេះទៅនៅទីនេះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់មានជនគាត់ក៏ចាប់ផ្ដើមនិយាយហើយក៏នឹកឃើញថាមែនហើយជាមួយនឹងសមត្ថភាពរបស់ឯងភ្លាមនោះបង្គូក៏លុតចុះទៅក្នុងទឹកប្រងដោយបានប្រើប្រាស់នៅវេទមន្តដាកមេឃរបស់គាត់ហើយនិយាយថាខ្ញុំនឹងច្បាស់ថាពួកវាចង់បានអ្វីមានជនគាត់ក៏ដឹងច្បាស់ផងដែរអំពីសមត្ថភាពកូនចៅរបស់គាត់ហើយក៏គិតថានឹកឃើញរឿង
ចាស់នេះគឺជាវិធីសាស្ត្រដែលធ្លាប់ប្រមាញ់ពួកវាកាលពីនៅចតុភពអ៊ីហ្គាតគឺពួកវាទាំងអស់នោះមិនអាចរួចផុតពីបង្គូឡើយហើយនេះគឺជាចំណុចពិសេសរបស់ពួកវានៅឯចតុភពអ៊ីហ្គាតគឺជាមឹកត្រចៀកក្រហមនៅពេលដែលពួកវាឃើញចំណុចដែលពួកវាចូលចិត្តបែបនេះវានឹងបានម្ចាស់ការទៅលើខ្លួនឯងភ្លាមប៉ុន្មានហើយនៅពេលដែលត្រីឆ្លាមក្រហមនោះបានឃើញបង្គូប្រែក្រឡាទៅជាមឹកត្រចៀកក្រហមធ្វើឲ្យពួកវាបានម្ចាស់ការលើខ្លួនរលីងនិងធ្វើការដេញតាមទៅលើបង្គូដោយមិនបានខ្វល់នៅក្នុងទូនាទីនៅក្នុងការការពារពងរបស់ពួកវាឡើយឥឡូវនេះមានជនគាត់បានឡើងមកដល់លើកោះថ្មមួយនោះហើយរួចគាត់ក៏និយាយថាបើមើលតាមការដែលពួកវាសម្រុកមកដល់ទីនេះខ្ញុំស្មានថាប្រហែលជាមានអ្វីកើតឡើងធំចំពោះខ្ញុំជាមិនខានវាធំរហូតដល់ថ្នាក់ផ្លាស់ប្ដូរអនាគតដែលដូចជាទំនាយខ្ញុំត្រូវឈរនៅលើសមរភូមិនៅពេលដែលផែនដីរលត់តើខ្ញុំនឹងត្រូវស្លាប់នៅទីនេះអញ្ចឹងបើអញ្ចឹងមែនការផ្ទុះមួយនេះច្បាស់ជាកើតឡើងពិតប្រាកដមែនខ្ញុំអាចនឹងស្លាប់ពិតមែនបើសិនជាមិនរត់ចេញពីទីនេះទេខានមកលេងសមុទ្រយូដាហើយបើជាមកជួបរឿងនេះទៅវិញពិតមែនហើយប្រសិនបើសូយុននាងមិនបង្ហាញខ្លួននោះទេខ្ញុំក៏មិនបានទៅគម្រាមមេបញ្ជាការ STF ហើយក៏មិនបានមកដល់ទីនេះដែរភាពប្រែប្រួលតែមួយគត់គឺបានផ្លាស់ប្ដូរអនាគតម្យ៉ាងវិញទៀតខ្ញុំអាចផ្លាស់ប្ដូរអនាគតដែលដូចជាទំនាយទីទុកមុនបានផងដែរបន្តមកទៀតមានជនក៏ប្រើប្រាស់នៅធម្មពលដាក់មេរបស់គាត់គឺជា skill corruption នឹងឯងហើយគាត់ក៏និយាយទៀតដែរថាខ្ញុំនឹងធ្វើរឿងដែលខ្ញុំមិនធ្លាប់បានធ្វើពីមុនមកឥឡូវនេះប្លង់របស់យើងគឺការមកបង្គូជាមួយនឹងត្រីពីរក្បាលនេះវិញគឺវាបានព្យាយាមដេញទៅលើបង្គូមិនលែងឡើយប៉ុន្តែបង្គូគាត់ពិតជាមានជំនាញនៅក្នុងការហែលទឹកខ្លាំងមែនទែនមិនត្រឹមតែប៉ុណ្ណោះថែមទាំងរហ័សទៀតអាចគេចំពីថ្មីនៅមុតស្រួយរបស់ត្រីឆ្លាមក្រហមនេះបន្តមកទៀតគាត់ក៏ថាល្បឿនរបស់គាត់យ៉ាងលឿនបុកទៅលើផ្ទៃទឹកដែលធ្វើឲ្យត្រីទាំងពីរនោះក៏ហត់ទៅតាមខំគាត់ដែរប៉ុន្តែវាមិនអាចទៅរួចនោះទេនេះគ្រាន់តែជាការបញ្ឆោតតែប៉ុណ្ណោះអ្វីដែលយើងឃើញបន្តទៀតគឺជាសូយុននាងបានបង្ហាញខ្លួនចេញអំពីផ្ទៃទឹកមកជាមួយនឹងដៃម្ខាងកាន់លំពែនៅមុតស្រួយផងដែរហើយក៏គប់វាទម្លូរាងកាយរបស់ត្រីឆ្លាមក្រហមនោះបណ្ដាលឲ្យត្រីមានការបាយសាច់ខ្ទេចខ្ទីអស់មកកម្លាំងរបស់សូយុននាងពិតជាខ្លាំងមែនទែនដែលសំបីតែបង្គូគាត់ក៏ភ្ញាក់ផ្អើលផងដែរក្រោយពីសម្លាប់ត្រីទាំងពីរក្បាលនោះបានហើយនាងក៏បានងើបអំពីទឹកមកវិញប៉ុន្តែនាងដូចជាចាប់អារម្មណ៍ដឹងថាមានអ្វីចម្លែកក៏ព្រោះតែនាងមិនបានឃើញមានជននៅពេលដែលនាងក៏លេចរកមានជនក៏ស្រាប់តែឃើញមានជនកំពុងតែប្រើប្រាស់វេទមន្តរបស់គាត់ទៅលើពងត្រីឆ្លាមក្រហមទាំងអស់នោះនាងពិតជាមានការបារម្ភជាខ្លាំងនិងស្រែកហៅទៅកាន់មានជនផងដែរដោយប្រាប់ទៅកាន់មានជនថាវាពិតជាមានគ្រោះថ្នាក់ហើយនឹងស្រែកប្រាប់ឲ្យមានជនចាក់ចេញអំពីទីនោះជាបន្ទាន់ប៉ុន្តែអ្វីៗវាហាក់បីដូចជាបានហួសពេលបាត់ទៅហើយពីព្រោះថាភាពផ្ទុះរបស់ពងទាំងអស់នោះវាក៏ចាប់ផ្ដើមលេចចេញមកដែលយើងឃើញទឹកមុខសូយុននៅពេលនោះនាងឡើងសាឡាងកាំងហ្មង